វីដេអូនេះខ្ញុំផ្ញើជូនម៉ែខ្ញុំជាពិសេសដោយសារថ្ងៃនេះកូនធ្វើស្លកកូព្រោះដោយសារស្លកកូបើសម្រាប់និយាយពីក្មេងវិញគឺខ្ញុំអត់ចូលចិត្តតែម្ដងម៉ែស្លពេលណាគឺខ្ញុំចង់ទៅយំពេលហ្នឹងប្រាប់គាត់ថាកុំឲ្យស្លអញ្ចឹងណាដោយសារខ្ញុំចាញ់ក្លិនស្លកកូខ្ញុំអត់ចូលចិត្តទេតែម៉ែគាត់ថាអីហូបសិនទៅកូនហើយខ្ញុំចេះតែធំហូបសិនអញ្ចឹងណាតែដល់ពេលមកដល់កូរ៉េគឺសឹងថាមកទឹក2ដងអីស្លកកូអត់សូវចោលម៉ាទេព្រោះដោយសារវាសម្បូរបន្លែយើងដាក់បន្លែបានច្រើនទៅហូបទៅវាឆ្ងាញ់អញ្ចឹងគឺនឹកម៉ែមែនតើឲ្យតែស្លកូម្ដងនិយាយទៅស្លថ្ងៃនេះគឺរសជាតិឆ្ងាញ់មែនតើបងប្អូនអើយនិយាយទៅអត់កម្រងទេទៅផ្សារឃើញបន្លែគឺទិញយកស្លកកូតែម្ដងម្ហូបខ្មែររបស់យើងគឺសម្បូរទៅដោយបន្លែអញ្ចឹងពេលដែលយើងញ៉ាំបានច្រើនសុខភាពល្អបងប្អូនប៉ុន្តែស្លយើងដាក់ហាងសាបតិចអញ្ចឹងណាកុំដាក់ប្រៃពេកហើយបើសិនជាអាចយើងប្រើទឹកថៃម្ទេសអីដាក់ពីក្រៅអញ្ចឹងទៅអូយអែមឆ្ងាញ់មែនតើបងប្អូនអើយមកញ៉ាំបាយជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនម៉ែឃើញវីដេអូនោះហើយកុំនឹកកូនអីព្រោះកូនម្នាក់នេះឥឡូវចេះញ៉ាំស្លកូម៉ែអើយមកទឹក2ដងអី